ខ្ញុំនៅតែមិនអស់ចិត្តគ្រាន់តែមនុស្សប្រុសម្នាក់មិនសមឲ្យម៉ាក់ចំណាយលុយអស់ច្រើនដល់ម្លឹងម៉ាក់បានខ្សែគប់ជាមួយប្រុសពីរគេនិយាយប្រាប់ម៉ាក់ថាចង់បានលុយទៅដេញភាគហ៊ុនម៉ាក់ក៏ឲ្យលុយទៅគេតែតាមការពិតគេយកទៅចាយហឺហាម៉ាក់ក៏សម្រេចចិត្តបែកពីគេទៅហើយម៉ាក់ក៏បានជួបជាមួយប្រុសទី2អ្នកទី2នោះគេចង់បានលុយម៉ាក់ទៅបើកហាងកាហ្វេសំល្មមមួយម៉ាក់ក៏ចំណាយលុយឲ្យគេតែបើកយូរទៅកាន់តែឡងចង់ទៅហើយគេម្នាក់នោះវក់នឹងលបែងទៀតម៉ាក់ក៏សម្រេចបែកពីគេទៀតទៅហើយម៉ាក់ក៏មកជួបមនុស្សប្រុសមិញហើយឲ្យវាបោកម្ដងទៀតម៉ាក់ហេតុអីក៏ម៉ាក់បណ្ដោយខ្លួនឲ្យគេបោកប្រាស់ម្ដងហើយម្ដងទៀតបែបនេះម៉ាក់ក៏មានការងារល្អប្រាក់ខែក៏ច្រើនទោះជាអត់មានពួកប្រុសអស់នោះក៏ម៉ាក់អាចរស់នៅសុខស្រួលបានដែរតែម៉ាក់ចង់ធ្វើបែបនេះទៀតបានទេម៉ាក់ក៏មិនចង់ធ្វើបែបនេះដែរណាកូនតែនេះជាតម្រូវការធម្មជាតិម៉ាក់មិនអាចរស់ខ្វះវាបានទេហើយកូននេះបន្តិចទៀតកូនក៏រៀបការហើយកូនត្រូវមើលថែគ្រួសាររបស់កូនមានពេលណាកូនមកថែសារម៉ាក់នោះអញ្ចឹងហើយម៉ាក់ចង់បានតែប្រុសម្នាក់ដើម្បីនៅក្បែរម៉ាក់និងថែរក្សាម៉ាក់ពេលម៉ាក់ចាស់តែប៉ុណ្ណោះណាកូនបានហើយម៉ាក់ទៅងូតទឹកទៅសម្រាប់ទៅរឿងបំណុលចាំកូនជាអ្នកជួយដោះស្រាយហើយកូនដោះស្រាយបែបណាលុយច្រើនណាស់ណាកូនខ្ញុំនឹងទៅនិយាយជាមួយនឹងបងរដ្ឋាអត់ទេកូនកុំនិយាយប្រាប់រដ្ឋាអីណាកូនកូនកុំនិយាយអីណាបើកូននិយាយរឿងនេះប្រាប់រដ្ឋាគេច្បាស់ជាសម្រេចចិត្តមិនរៀបការជាមួយកូនទេគ្រាន់តែប្អូនឯងចង់កបោគេនោះគ្រួសារគេមិនសប្បាយចិត្តរួចទៅហើយកូនកុំនិយាយរឿងនេះប្រាប់រដ្ឋាអីណាម៉ាក់គិតថាលាក់ដល់ពេលណាទៀតបើម៉ាក់គ្មានលុយសងគេម៉ាក់នឹងត្រូវជាប់គុកព័ត៌មាននឹងចុះផ្សាយប្រងព្រាតបើបំណាច់នឹងលាក់មិនចិត្តទៅហើយខ្ញុំគិតថាខ្ញុំគួរតែនិយាយប្រាប់គាត់ដល់ខ្លួនឯងទៅបងនាំអូនមកកន្លែងធ្វើការម៉ាក់ធ្វើអីចុះសិនមកជំរាបសួរបងនេះពួកបងចេញមកមានការអីដែរខ្ញុំត្រូវការមកជួបអ្នកស្រីប្រធានអូនេះជាបន្ទប់របស់គាត់ពួកបងអាចចេញចូលបានបាទអរគុណជំរាបសួរម៉ាក់អ៊ំចាអង្គុយសុំទោសម៉ាក់អ៊ំដែលក្មួយមករំខានក្មួយមកនេះគឺចង់និយាយពីរឿងម៉ាក់ក្មេងរបស់ក្មួយអ៊ំដឹងម៉ាក់អ៊ំសូមម៉ាក់អ៊ំទុកពេលឲ្យម៉ាក់ក្មេងរបស់ក្មួយបន្តិចបានទេកុំតន់ដាក់ពាក្យប្តឹងគាត់អីមែនតែនទៅពីដំបូងអ៊ំក៏មិនគិតដល់ថ្នាក់ដល់ប្តឹងផ្ដាល់អីដែរតែម៉ាក់ក្មេងរបស់ក្មួយសំដីក្រាន់ណាពេលដែលគេទៅទាលុយឆ្លើយទាំងគំរោះកំរើយថាគ្មានលុយសងទេបើម្ចាស់លុយមិនសុខចិត្តប្តឹងគាត់ដាក់គុកទៅដល់អញ្ចឹងបុគ្គលិកវាខឹងវាដឹកដានអ៊ំនឹងឲ្យប្តឹងតែអ៊ំបានទុកពេលឲ្យម៉ាក់ក្មេងមួយហ្នឹងមួយខែដើម្បីដោះស្រាយដែរមួយខែលឿនណាស់ម៉ាក់អ៊ំអញចង់ឲ្យអ៊ំធ្វើម៉េចអ៊ំប្រឈមមុខនឹងក្រុមប្រឹក្សានាយកអង្គការអ៊ំរឿងនេះមិនមែនជារឿងតូចទេក្មួយដឹងក្មួយធានាថានឹងសងប្រាក់នោះឲ្យគ្រប់ចំនួនតែម៉ាក់អ៊ំសុំទុកពេលឲ្យក្មួយម៉ាក់របស់ក្មួយបានប្រាប់ថាក្រោយពីខ្ញុំនឹងអាតារៀបការជាមួយគ្នាគាត់នឹងបកគលផ្ទះឲ្យមួយជុងបើក្មួយលក់ផ្ទះនោះក៏បានខ្ទង់ជាង 20,000 ដែរបងចង់លក់ផ្ទះនោះដើម្បីសងបំណុលម៉ាក់អូនមិនបានទេ
បើម៉ាក់បងគាត់ដឹងគាត់ខឹងស្លាប់ហើយ អូនឯងស្ងៀមទៅបងដឹងថាបងត្រូវធ្វើមិនហើយម៉ាក់អ៊ំសូមជួយសម្រួលបែបនេះទៅណាបើម៉ាក់អ៊ំប្តឹងម៉ាក់ក្មេងរបស់ក្មួយរឿងនេះប្រកាសជាដឹងដល់ម៉ាក់ក្មួយគាត់ប្រកាសជារេរែកមិនចែកគេឲ្យក្មួយទេបើក្មួយមិនបានចំណាយគេនោះក្មួយក៏គ្មានប្រាក់សងម៉ាក់អ៊ំដែរហើយម៉ាក់អ៊ំក៏គ្មានលុយសងកន្លែងការងាររបស់អ៊ំដែរចំណែកក្មួយក៏ត្រូវជួយម៉ាក់ក្មេងកុំឲ្យជាប់គុកដែរវិធីនេះគឺជាវិធីដ៏ល្អបំផុតហើយក្មួយសុំបងម៉ាក់អ៊ំក្មួយស្រឡាញ់អតាក្មួយចង់រៀបការជាមួយអតាសុំបងម៉ាក់អ៊ំជួយក្មួយផងបើម៉ាក់ក្មួយដឹងពីរឿងម្ដាយរបស់អតាគាត់ប្រកាសជាមកឲ្យក្មួយនិងអតារៀបការជាមួយគ្នាទេម៉ាក់អ៊ំជួយក្មួយផង សូមម៉ាក់អ៊ំអាណិតមេត្តាផងទៅចុះមុនពេលដែលខ្ញុំរៀបការជាមួយនឹងបងរដ្ឋាខ្ញុំនឹងយកប្រាក់ខែរបស់ខ្ញុំមកបង់រំលោះសងបណ្ដាបណ្ដា នឹងឲ្យម៉ាក់អ៊ំប្រាក់ខែរបស់ខ្ញុំនឹងយកមកឲ្យម៉ាក់អ៊ំអរគុណម៉ាក់អ៊ំបើបងស្ដាយក្រោយបងមិនធ្វើដូច្នេះទេ អូនអរគុណបងខ្លាំងណាស់ បងស្រឡាញ់អូនបងត្រូវតែនៅក្បែរអូនហើយការពារអូន anh chẳng bạch khoản mạng thử ấy hả mình ai mà sắp tư mạng đi nón tụcដល់anhច្រើនណាស់ម៉ាក់មិនសមរស់ទេណាកូនសុវត្ថិតែចោលកូនម្នាក់ហើយម៉ាក់ចង់គិតតែចោលកូនម្នាក់ទៀតមែនទេម៉ាក់ខ្មាស់កូនម៉ាក់មិនសមរស់ទេទោះម៉ាក់ស្លាប់ក៏មិនអាចជួយអ្វីកូនបានដែរអញ្ចឹងកូនសូមបងម៉ាក់គួររស់នៅបន្តដើម្បីជាកម្លាំងចិត្តដល់កូនបានទេម៉ាក់ កូនហើយនឹងបងរដ្ឋាបានរកច្រកចេញដើម្បីដល់បំណុលម៉ាក់ហើយចាប់ពីពេលនេះទៅពួកយើងត្រូវចាយសន្សំសំចៃកូនគិតថាពួកយើងគួរតែរើទៅបន្ទប់ជួលវិញដើម្បីកុំឲ្យអស់ថ្លៃជួលផ្ទះច្រើនពេកអត់ទេកូនអត់ទេបើកូនធ្វើអញ្ចឹងម្ដាយក្មេងកូនមើលងាយកូនស្លាប់ហើយណាកុំធ្វើអញ្ចឹងអីអត់ទេមើលក៏មើលទៅម៉ាក់បើយើងអត់លុយមែនអត់ទេម៉ាក់មិនអាចទៅនៅផ្ទះជួលតូចដូចរឹងកដុលបានទេណាកូនម៉ាក់ធ្វើចិត្តមិនបានទេអត់ទេម៉ាក់និយាយមែនណាម៉ាក់ខ្មាស់គេណាកូនម៉ាក់មិនទៅទេតាមតែចិត្តម៉ាក់ចុះឲ្យតែម៉ាក់សប្បាយចិត្តហើយកុំកាត់ចង់សម្រាប់ខ្លួនទៀតម៉ាក់សន្យាជាមួយកូនម៉ាក់ឈប់ធ្វើទៀតហើយណាកូនម៉ាក់សន្យាណា